ប៉លេប្តីខ្ញុំអាចទៅផ្ទះវិញជាមួយខ្ញុំបានទេគាត់មិនបានធ្វើអីខុសទេហេតុអីក៏លោកប៉លេឃុំខ្លួនគាត់តែអ្នកដែលធ្វើខុសបែរជាមិនអីលោកឲ្យខ្ញុំយកប្តីខ្ញុំទៅផ្ទះវិញជាមួយខ្ញុំបានទេទាល់តែថ្ងៃស្អែកទៅពួកយើងចាប់ផ្ដើមធ្វើការព្រមទាំងនាំជនសង្ស័យមកដាក់ទោសដូចគ្នាប្តីប្អូនក៏ខុសដែរដែលវាយគេរហូតដល់ហូរឈាមលហាមដល់ថ្នាក់នឹងនោះតែប្តីខ្ញុំធ្វើបែបនេះដើម្បីការពារខ្ញុំតែប៉ុណ្ណោះគាត់ការពារប្រពន្ធរបស់គាត់ថាខុសដែរមែនទេគ្រាន់តែការពារប្រពន្ធសូមជូនរឿងកុំទុកប្រពន្ធចោលទៀតនាងមេឃរលឹមចាំថ្ងៃរៀបការតែម្ដងកូនកំឡោះកូនក្រមុំនាពេលរាត្រីនេះកំពុងតែឈរនៅក្នុងរោងការសម្លឹងទឹកភ្លៀងរលឹមស្រេចភ្ញៀវដែលចូលរួមមង្គលការយើងក៏ពិបាកដែរមិនគួរណាមកភ្លៀងនៅពេលនេះទេហើយចាំការចាប់សិនចាំភ្លៀងមិនបានទេអីគ្មាននរណាហាមឃាត់មេឃភ្លៀងបានទេអូនបើចង់ភ្លៀងទៅហើយយើងឃាត់ក៏មិនបានដែរជាពិសេសថ្ងៃមង្គលការនេះតែម្ដងមេឃតែងតែចង់លេងសើចជាមួយនឹងម្ចាស់កម្មវិធីអញ្ចឹងឯងបងឯងនិយាយដូច្នេះមេឃមេឃកាន់តែភ្លៀងខ្លាំងជាងនេះមិនខានទេទ្រាំបន្តិចទៅអូនអើយបន្តិចទៀតចប់កម្មវិធីហើយចិត្តបានចូលក្នុងបន្ទប់សម្រាកហើយខ្ញុំងងុយដេកណាស់ចង់ទៅចូលដេកមុនភ្ញៀវត្រឡប់ទៅផ្ទះវិញទេធ្វើបែបហ្នឹងមិនបានទេព្រោះតែយើងជាម្ចាស់កម្មវិធីបើអូនចូលផ្ទះមុនភ្ញៀវប្រៀបបីដូចជាអូនមិនផ្ដល់កិត្តិយសឲ្យភ្ញៀវអញ្ចឹងចាខ្ញុំដឹងហើយខ្ញុំមិនរត់ចោលភ្ញៀវឡើយលុះដល់រំលងអាត្រៀនភ្ញៀវដែលមកចូលរួមក៏បានត្រឡប់ទៅផ្ទះវិញអស់ខណៈដែលកូនកំឡោះកូនក្រមុំក៏បានចូលបន្ទប់តែម្ដងហើយមេឃភ្លៀងកាន់តែខ្លាំងទៀតចប់កម្មវិធីយើងភ្លាមភ្លៀងយកដូចខឹងអ្នកណាអញ្ចឹងខ្ញុំដេកហើយហត់ណាស់ស្អែកប្រហែលជាមិនបានទៅធ្វើការនោះទេមិនបាច់ខ្វល់ទេព្រោះពេលនេះអូនមានប្តីហើយប្តីរបស់អូនអាចទទួលខុសត្រូវចំពោះរឿងទាំងអស់នេះបានទោះបីជាអូនមិនធ្វើការជារៀងរហូតក៏មិនអត់អីហូបដែរបងធានាតែម្ដងការរួចហើយបងកាន់តែចង់មានទំនួលខុសត្រូវនៅក្នុងជីវិតឲ្យកាន់តែច្រើនមិនដូចជាពេលនៅខ្លួនមួយទេចាញ់តាណាមណាចាយលុយលើអីក៏បានពេលមានប្រពន្ធត្រូវគិតគូរពីប្រពន្ធជាមុននឹងសម្រេចចិត្តធ្វើអីមួយចាបើពុំធ្វើដូច្នេះទេខ្ញុំច្បាស់ជាខឹងមិនខានរៀបការធ្វើអីបើពេលចង់ធ្វើអីមួយមិនពិភាក្សាជាមួយប្រពន្ធផងបានបងអត់ធ្វើអញ្ចឹងទេអូនបងនឹងប្រាប់អូនគ្រប់រឿងចាសម្រាប់តែអញ្ចឹងនាថ្ងៃបន្ទាប់សុក្រិតរៀបចំអីវ៉ាន់ដាក់នៅលើម៉ូតូរបស់គេដែលបំរុងនឹងចាក់ចេញពីផ្ទះតែអ្នកជិតខាងស្រាប់តែលាន់មាត់ឡើងទើបតែការមិញសោះឥឡូវរៀបចំអីវ៉ាន់ចេញពីផ្ទះហើយឆ្លោះគ្នារឿងអីក្មួយហេតុអីដល់ថ្នាក់មានបង្វិចខោអាវទៀតពិតជាមិនគួរឲ្យកើតមានទេកុំឆ្លោះគ្នាអីក្មួយបើមានរឿងអ្វីមួយក្មួយគួរតែនិយាយគ្នាកុំឆ្លោះនាំតែខ្មាស់ដល់អ្នកភូមិទេមីងពួកយើងមានបានឆ្លោះគ្នាណាខ្ញុំទៅធ្វើការនៅកន្លែងឆ្ងាយពីផ្ទះបានជាត្រូវយកសម្លៀកបំពាក់ទៅព្រោះតែមិនចង់មកផ្ទះវិញធ្វើដំណើរយូរជាច្រើនម៉ោងហើយប្រពន្ធខ្ញុំជាអ្នករៀបចំសម្លៀកបំពាក់ឲ្យខ្ញុំតើមីងកុំយល់ច្រឡំពីរឿងនេះអីពួកខ្ញុំគឺធម្មតាទេអូយមីងស្មានថាក្មួយឆ្លោះគ្នាតើបើអត់ឆ្លោះគ្នាដូច្នេះណាមីងសប្បាយចិត្តជួក្មួយព្រោះអីក្មួយទៅតែរៀបការរួចបើឆ្លោះគ្នាដឹងតែផ្អើលភូមិព្រោះមីងពូកែនិយាយដើមគេអូមីងពូកែឆ្ងល់បានមិនអីទេមីងបើមីងឆ្ងល់ទៅហើយខ្ញុំជួយបកស្រាយឲ្យអស់ចម្ងល់ទៅចុះអូនណាបងទៅហើយណាបើថាមិនស្រួលចិត្តទេអូនទៅផ្ទះអូនទៅ2ថ្ងៃក្រោយបងត្រឡប់មកវិញចាមិនអីទេធ្វើដំណើរសុវត្ថិភាពតាមផ្លូវបងអ្នកជាប្តីចាក់ចេញពីផ្ទះផ្លែនខណៈដែលមីងជៀនបំរុងចូលផ្ទះវិញរសង្ឃក៏បានសួរឡើងមីងមុននេះនិយាយពីអ្វីសួរនាំប្តីខ្ញុំពីរឿងអីខ្លះមីងមិនបានសួរអីទេក្មួយឯងកុំគិតអីមិនល្អអីណាមីងសួរសុកទុកព្រោះថាជាអ្នកចិត្តខាងនឹងគ្នាបើឆ្ងល់អីមីងសួរខ្ញុំបានកុំទៅសួរអ្នកផ្សេងគេមិនដឹងអីទេមីងដឹងហើយក្មួយមីងនឹងសួរក្មួយណាបើមីងឆ្ងល់មីងជៀនចូលទៅក្នុងផ្ទះគាត់វិញយ៉ាងលឿនតែម្ដងចេះតែផ្ដេសផ្ដាស់អញ្ចឹងតែម្ដងសុក្រិនមកដល់កន្លែងធ្វើការគេយកអីវ៉ាន់ទៅទុកនៅក្នុងបន្ទប់ធ្វើការលុះអ្នកនៅកន្លែងធ្វើការក៏បានសួរឡើង
ណែហើយឯងយកកៅអៅមកធ្វើអីប្រុងនៅដេកនៅនឹងមិនទៅផ្ទះរកប្រពន្ធទេអីប្រពន្ធឯងប្រហែលជាចាំមើលផ្លូវរាល់ថ្ងៃឯណាដែលប្តីមកចោលខ្លួនបែបនេះមិនគិតថានៅផ្ទះដេកអោបប្រពន្ធឲ្យឆ្អែតទេអីឯងកំភៃមើរឿងនេះខ្ញុំនិយាយជាមួយប្រពន្ធខ្ញុំច្បាស់ណាស់មុននឹងខ្ញុំចេញមកនេះផ្ទះវានៅឆ្ងាយពីកន្លែងធ្វើការដូច្នេះហើយខ្ញុំត្រូវមកដេកនៅនឹង2ថ្ងៃទើបទៅផ្ទះវិញនឹងប្រពន្ធឯងបើប្រពន្ធខ្ញុំវិញរករឿងខ្ញុំហើយព្រោះបើមិននៅផ្ទះទេច្បាស់ជាចោទតែខ្ញុំមានស្រីមិនខាននឹងមកពីឯងធ្លាប់ខលខូចទៅប្រពន្ធម៉ៃឯងដូច្នេះចំពោះប្រពន្ធខ្ញុំវិញនាងមិនថាអីទេទៅធ្វើការគឺដឹងធ្វើការមិនចេះសង្ស័យអីច្រើនទេប្រពន្ធឯងពិតជាស្រួលមែនតែថាថ្ងៃនេះមានអ្នកថ្មីចូលមកធ្វើការដែរណាហើយជាមនុស្សស្រីទៀតផងយើងប្រាប់ប្រពន្ធថាកន្លែងធ្វើការមានសុទ្ធតែមនុស្សប្រុសប្រពន្ធយើងភ័យមកតង់ទៅហើយខ្លាចថាយើងក្បត់ចិត្តនាងមានប្រុសតែពេលមានមនុស្សស្រីទៀតដឹងតែភ័យគុណទ្វេមិនខានទេវាមកពីឯងទេដែលមិនចេះធ្វើឲ្យប្រពន្ធទុកចិត្តនោះទៅប្រពន្ធចេះតែសង្ស័យមកលើឯងស្របពេលជាមួយគ្នានោះផងដែរអ្នកដែលចូលថ្មីក៏បានមកដល់អ្នកចូលថ្មីបានមកដល់ហើយសួស្តីខ្ញុំជាអ្នកមកថ្មីផ្ទះខ្ញុំនៅជិតនេះតែរៀងមកយឺតជាងអ្នកផ្ទះដែលនៅឆ្ងាយមិនអីទេយើងទៅមកដល់ដូចគ្នាតាបើសិនជាមានអីមិនយល់អាចសួរពួកយើងបានណាបន្តិចទៀតគ្នាយើងមកដល់ហើយនៅ2-3នាក់ទៀតតែសុទ្ធតែប្រុសចាបងអរគុណដែលបានណែនាំខ្ញុំបានខ្ញុំរីករាយជានិច្ចនៅក្នុងការណែនាំអ្នកដែលចង់ចេះចង់ដឹងពេលថ្ងៃត្រង់រ៉ាសង់រៀបចំអីវ៉ាន់សម្រាប់ផ្ញើទៅតាមខេត្តឲ្យភ្ញៀវរបស់នាងថ្ងៃនេះដាច់បានច្រើនទាំងខោទាំងអាវចិញ្ចិត30កញ្ចប់ហើយបានដាច់ដូចឆេះរាល់ថ្ងៃមិនដឹងជាល្អយ៉ាងណាទេប្តីរកផងខំលក់អនឡាញបែបនេះផងផ្សាយផ្សំគ្នាខ្លះៗទៅដើម្បីបានចំណូលសន្សំប្រាក់ទុកសម្រាប់កូននាថ្ងៃអនាគតខណៈដែលនាងកំពុងតែរៀបចំអីវ៉ាន់អ្នកដឹកបានមកដល់មុខផ្ទះនាងតែម្ដងចែខ្ញុំមកយកអីវ៉ាន់រួចអស់ហើយនៅព្រោះយើងចេញពីជើងថ្ងៃត្រង់នេះនឹងពេលយប់ចែរួចរាល់អស់ហើយនៅបងអ្នកដឹកមកលឿនម្ល៉េះខ្ញុំរៀបចំមិនតាន់ហើយផងបើអញ្ចឹងចាំខ្ញុំជួយរៀបចំដើម្បីឲ្យឆាប់រួចរាល់បានដូច្នេះកាន់តែប្រសើរហើយចូលមកខាងក្នុងសិនមកបងអ្នកដឹងបានចូលទៅខាងក្នុងដើម្បីជួយរៀបចំអីវ៉ាន់នាងតែរំពេចនោះអ្នកដឹកម្នាក់នោះបានសួរឡើងចែនៅផ្ទះម្នាក់ឯងទេមានប្តីនៅអីវ៉ាន់ទាំងអស់នេះដាក់ទៅហើយខ្ញុំអាចមកវិញម្ដងទៀតបានទេមកវិញម្ដងទៀតធ្វើអីរៀបចំអីវ៉ាន់ខ្ញុំរួចយកទៅដាក់នៅក្រុមហ៊ុនចាស់ខ្ញុំរវល់តបភ្ញៀវទៀតតើតែមានអីវ៉ាន់ទៀតទៅខ្ញុំតាក់ទងទៅម្ដងទៀតដើម្បីមកយកអីវ៉ាន់ទាំងនេះទៀតបងនិយាយដូច្នេះចង់យ៉ាងម៉េចជាមួយខ្ញុំចង់មកជួយម្ដងទៀតបើនៅម្នាក់ឯងបែបនេះគឺពិបាកបន្តិចហើយឆ្លៀតមករៀបចំអីវ៉ាន់ផងហើយតបភ្ញៀវផងបើមានខ្ញុំនៅជាមួយអាចជួយសម្រាលបន្ទុកបានខ្លះខ្ញុំរីករាយនឹងជួយហើយចោះការងាររបស់បងឯងវិញតើគិតយ៉ាងណាវិញប្រសិនបើបងមកជួយខ្ញុំដូច្នេះមិនគិតគូរពីការងាររបស់ខ្លួនឯងទេការងារខ្លួនឯងក៏គិតការងារអ្នកដែលខ្ញុំចង់បានធ្វើជាប្រពន្ធក៏ខ្ញុំគិតដែរគឺគិតទាំងអស់តែម្ដងចង់បានខ្ញុំជាប្រពន្ធធ្វើអីបើខ្ញុំមានប្តីរួចហើយអ្នកធ្លាប់ដឹកកាលពីមុនតាណាបាត់ហើយមិនក៏ដាក់អ្នកដឹកបែបនេះឲ្យមកយកអីវ៉ាន់ខ្ញុំអញ្ចឹងទោះបីជាមានប្តីក៏ខ្ញុំមិនប្រកាន់ដែរខ្ញុំមានចិត្តទូលាយណាស់ឯងមានចិត្តទូលាយតែខ្ញុំមិនចិត្តទូលាយជាមួយនោះទេយកអីវ៉ាន់រួចអាចចាក់ចេញទៅបានខ្ញុំត្រូវការពេលវេលាសម្រាប់ធ្វើការទៀតកុំមកឆាឆាយខ្ញុំព្រោះខ្ញុំមានប្តីរួចហើយមិនចង់ឲ្យអ្នកភូមិនិយាយដើមឡើយថាខ្ញុំក្បត់ប្តីតែដែលខ្ញុំមិនបានប្រព្រឹត្តបងអាចលាក់បានបើសិនជាអូនចង់លាក់បងអត់ចេះប្រកាន់ច្រើនជាមួយនរណាទេបងទទួលយកបានទាំងអស់ធ្វើការងាររបស់ខ្លួនឯងឲ្យបានល្អទេកុំមកនិយាយស្ដីជាមួយគំនិតបែបនេះអីខ្ញុំនឹងដូរសេវាកម្មចេញឆាប់ៗនេះប្រសិនបើនៅតែមានមនុស្សបែបនេះទៀតខ្ញុំនឹងតាក់ទងទៅក្រុមហ៊ុនឲ្យខ្លួនឯងកុំទេទទួលពិតកន្លែងក្រុមហ៊ុនខ្ញុំអីបើសិនជាចែមិនពេញចិត្តចែលាក់ទុកនៅក្នុងចិត្តទៅខ្ញុំមិនសួរនាំចង់បានចែទៀតនោះទេគ្រាន់តែរឿងប៉ុណ្ណឹងសោះធ្វើដូចធំដុំណាស់អញ្ចឹងខ្ញុំមិននិយាយអ្វីទៀតទេយកអីវ៉ាន់ទៅហើយទៅរហូតចាស់មិនចាំបាច់មកវិញឡើយយកអីវ៉ាន់រួចខ្ញុំទៅហើយអីវ៉ាន់រៀបចំរួចរាល់អ្នកដឹកក៏បានដឹកចេញទៅតែម្ដងអ្នកដឹកម្នាក់នេះដូចជានិយាយខុសទំនងពេកហើយ
បើមិនតាក់ទងទៅកាន់ថ្នាក់លើរបស់គេអប់រំចេញម្ដងទេគឺមិនបាននោះទេរ៉ាសាំងបានតាក់ទងទៅកាន់ក្រុមហ៊ុនដឹកជញ្ជូនភ្លាមហៅឡូបងខ្ញុំមានរឿងមិនពេញចិត្តចង់ស្នើទៅខាងអ្នកដឹកជញ្ជូនរបស់បងបាទជំរាបសួរតើខាងបងមានអីសម្រាប់ឲ្យខាងខ្ញុំកែប្រែខ្លះបងស្រីអាចប្រាប់មកបានខ្ញុំចង់ស្នើទៅខាងបងជួយណែនាំបុគ្គលិកចេញផងពីរបៀបនិយាយមកកាន់អតិថិជនដែលប្រើសេវាកម្មខាងបងមិនមែនចេះតែបែបនេះវាប្រៀបដូចជាមាក់ងាយមកកាន់អតិថិជនហើយបើប៉ះអ្នកផ្សេងគេអាចនឹងខ្លាចហើយមានអារម្មណ៍មិនសនុកនៅក្នុងខ្លួនឡើយដែលត្រូវអ្នករួមដៃគូសហការមកលេបខែយ៉ាងទំនើងអញ្ចឹងអីបើអាចដូរអ្នកដឹកថ្មីឲ្យខ្ញុំផងពេលមកយកអីវ៉ាន់នៅផ្ទះខ្ញុំបើមិនដូច្នេះទេខ្ញុំនឹងបដូរសេវាកម្មខាងដឹកជញ្ជូនបងហើយចំពោះបញ្ហាដែលកើតឡើងចំពោះបងស្រីបែបនេះខ្ញុំជាក្រុមការងារសូមធ្វើការសូមអភ័យទោសចំពោះរឿងរ៉ាវទាំងអស់នេះផងហើយខ្ញុំសូមសន្យាថាមិនឲ្យមានរឿងបែបនេះកើតឡើងម្ដងទៀតនោះទេខាងខ្ញុំនឹងធ្វើការលើរឿងនេះភ្លាមចាស់អរគុណហើយសម្រាប់ការដោះស្រាយឲ្យខ្ញុំជម្រាបលារ៉ាសាំងបិទទូរស័ព្ទភ្លាមតោះតែធ្វើអញ្ចឹងទៅបានខ្ញុំមិនចង់ឲ្យអ្នកណាម្នាក់ទៀតក្រៅពីប្តីរបស់ខ្ញុំនោះទេនៅក្នុងក្រុមហ៊ុនកន្លែងដឹកជញ្ជូនថ្នាក់លើបានហៅកូនចៅដែលទៅដឹកអីវ៉ាន់នោះចូលទៅជួបខ្លួននៅក្នុងបន្ទប់ថ្ងៃនេះខ្ញុំមានរឿងចង់ជជែកជាមួយឯងបន្តិចយើងធ្វើការក៏ដឹងតែធ្វើការរបស់យើងតែមួយមុខទៅបានហើយរឿងផ្សេងទៀតកុំតែចេះដឹងអីព្រោះវាមិនល្អសម្រាប់យើងនោះទេមិនត្រឹមតែធ្វើឲ្យខាតប្រយោជន៍របស់ក្រុមហ៊ុនទេសូម្បីតែយើងខ្លួនឯងក៏ខាតប្រយោជន៍ដែរឆៃឯងយល់ពីអ្វីដែលខ្ញុំចង់និយាយនេះទេម៉ែតើគេប្តឹងថាម៉េចខ្លះទៅខ្ញុំដូចជាមិនបានធ្វើអីឲ្យគេក្តៅកាហាយផងហ្នឹងឯងស្ដាប់ខ្ញុំណាយើងធ្វើការគឺដឹងតួនាទីរបស់យើងរឿងដែលនិយាយទៅខុសពីតួនាទីអាចធ្វើឲ្យប៉ះពាល់ដល់គេបានយើងត្រូវតែគោរពមនុស្សទៅវិញទៅមកកុំទៅធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាមិនសនុកជាមួយយើងបាទខ្ញុំដឹងហើយម៉ែខ្ញុំដឹងថាអ្នកណាដូចគ្នាដែលប្តឹងម៉ែមិនមែនមានតែមួយទេគឺមានអ្នកផ្សេងទៀតលើកនេះខ្ញុំទុកឱកាសឲ្យឯងហើយឯងត្រូវតែកែខ្លួនចេញផងបាទចាំខ្ញុំកែខ្ញុំទៅក្រៅវិញបានហើយមែនទេម៉ែហ្នឹងហើយឯងចេញទៅវិញបានហើយបាទអញ្ចឹងខ្ញុំទៅហើយនិយាយចាប់ភ្លាមគេក៏ចេញពីក្នុងបន្ទប់មេផ្លែនប្តឹងមេខ្ញុំផងហ៎ចង់ឲ្យខ្ញុំនេះអត់ការងារធ្វើតើមែនទេពេលរាត្រីបានឈានចូលមកដល់រ៉ាសាំងបានតាក់ទងទៅប្តីរបស់នាងបងអត់មកផ្ទះពិតមែនទេខ្ញុំនៅម្នាក់ឯងដូចជាព្រឺដល់ហើយថ្ងៃនេះខ្ញុំចេះតែមានអារម្មណ៍មិនល្អទេបងមកផ្ទះយើងវិញបានទេមកគេនៅផ្ទះវិញមកអូនខ្លាចអីមែនទេចេះតែយ៉ាងម៉េចនៅក្នុងខ្លួនអូនហ្នឹងខ្ញុំចេះតែភ័យខ្លាចនៅក្នុងខ្លួនបងមកផ្ទះវិញមកអារម្មណ៍ខ្ញុំគឺចម្លែកណាស់បងបន្តិចទៀតបងទៅដល់ហើយបើអូនឯងមានអារម្មណ៍ថាភ័យខ្លាចចាក់សោពីក្នុងឲ្យចិត្តណាពេលបងទៅដល់ចាំបងហៅចាឆាប់មកឲ្យលឿនមកបងសុក្រិនរៀបចំអីវ៉ាន់បំរុងនឹងចេញពីក្នុងបន្ទប់ធ្វើការរបស់គេតែស្របពេលជាមួយគ្នានោះផងដែរអ្នកដែលទៅតែចូលធ្វើការថ្មីបានមកសួរនាំគេអេបងបំរុងទៅណាដែរខ្ញុំមានការពឹងពាក់អន្តែងដោយសារតែខ្ញុំមកថ្មីខ្ញុំមិនចេះប្រមាណទេមិនបាច់មិញនេះខ្ញុំហ្វូតូឯកសារតែម៉ាស៊ីនវាអត់ដំណើរការទេបងជួយទៅមើលបន្តិចបានទេបាទហ្នឹងហើយចាំខ្ញុំទៅជួយមើលតោះឆាប់ទៅខ្ញុំនឹងឆាប់បានទៅផ្ទះដែរសូក្រិតនិងសារីបានទៅកន្លែងម៉ាស៊ីនហ្វូតូភ្លាមខ្ញុំហ្វូតូវាសុកវាគាំងអត់ចេញមកសោះបងជួយមើលតើវាកើតអីអាចជួសជុលបានដែរទេចាំខ្ញុំមើលឲ្យតើវាខូចអីទៅណោះសូក្រិនពិនិត្យមើលម៉ាស៊ីនរួចរាល់គេក៏លាន់មាត់ឡើងអស់กระดาษហើយព្រោះតែអញ្ចឹងឯងទៅវាមិនចេញអីមកទៀតនោះចាំខ្ញុំទៅយកกระดาษមកដាក់ថែមឲ្យអូខ្ញុំមិនដឹងតតែសោះអត់ចាប់អារម្មណ៍តែម្ដងបើមិនបានបងនៅទីនេះទេខ្ញុំអាចជាយ៉ាប់ពិតមែនបានមិនអីទេយើងធ្វើការនៅក្នុងកន្លែងតែមួយតាត្រូវទៅជួយគ្នាអញ្ចឹងហើយខ្ញុំទៅហើយណាប្រពន្ធខ្ញុំចាំនៅផ្ទះផងសុក្រិនប្រញាប់ចាក់ចេញពីកន្លែងធ្វើការភ្លាមរ៉ាសាំងនៅក្នុងផ្ទះសុកនាងស្រាប់តែឮសំឡេងរុញទ្វារពីខាងក្រៅប្តីខ្ញុំពេលណាទៅមកផ្ទះខ្ញុំខ្លាចសឹងអីហើយតើអ្នកណាមកវាយទ្វារផ្ទះខ្ញុំថ្មនេះទ្
ទ្វារផ្ទះរបស់រសាំងក៏ស្រាប់តែរបើកហើយក៏ស្រាប់តែមានអ្នកចូលមករកនាងដល់ក្នុងផ្ទះឯងមកបំផ្លាញទ្រព្យសម្បត្តិរបស់ខ្ញុំធ្វើអីចេញពីផ្ទះខ្ញុំមុននឹងខ្ញុំទៅហៅប៉ូលីសមកចាត់ការជាមួយនឹងឯង ខ្ញុំមកដល់ទីនេះនាងអាចដឹងពីគោលបំណងរបស់ខ្ញុំហើយនាងមិនចាំបាច់សួរខ្ញុំច្រើនទេថាខ្ញុំមកទីនេះធ្វើអីនាងបានប្តឹងមេរបស់ខ្ញុំដើម្បីឲ្យខ្ញុំនេះត្រូវមាត់គ្មាននរណាហ៊ានដូចជានាងទេដែលទៅប្តឹងមេរបស់ខ្ញុំនោះខ្ញុំគិតអីខ្ញុំធ្វើនឹងហើយដូចពេលនេះជាដើមខ្ញុំនឹងសងសឹកចំពោះនាងវិញនាងមិនអាចរួចខ្លួនទេ ចេញពីផ្ទះរបស់ខ្ញុំកុំឲ្យខ្ញុំនិយាយច្រើនដងចេញឲ្យលឿនទៅ ខ្ញុំមិនទៅជាដាច់ខាតលុះត្រាតែបានសងសឹកជាមួយនឹងនាងសិន និយាយចាប់ហើយគេបានចូលទៅចិត្តរសាំងព្រមទាំងច្របាច់កនាងតែម្ដងចេញពីផ្ទះខ្ញុំចេញពីផ្ទះខ្ញុំភ្លាមជួយផងអ្នកផងជួយខ្ញុំផង គ្មានអ្នកណាជួយនាងបានទេយើងនឹងយកទាំងនាងហើយនឹងផ្ដាច់យកជីវិតនាងដូចគ្នា បើខ្ញុំស្លាប់ឯងក៏មិនរួចខ្លួនដែរឯងនឹងត្រូវចាប់ដាក់ទោសឯងនឹងស្អុយឈ្មោះអស់មួយជីវិតពីរឿងនេះ ឲ្យតែបានសងសឹកអ្វីក៏យើងមិនខ្លាចដែរយើងនឹងធ្វើបានទាំងអស់ គេបានច្រានរសាំងបណ្ដាលឲ្យនាងដួលទៅលើអិនដោយគេក៏ចូលទៅជិតនាងម្ដងទៀតដោយបំរុងនឹងដោះខោអាវរបស់គេតែសុក្រិតដែលទើបតែមកដល់នោះគេបានវាយទៅកាន់បរិះដែលធ្វើបាបលើប្រពន្ធគេមួយទំហឹងចំក្បាលបណ្ដាលឲ្យឈាមហូរជោកពេញអាវ អាយអូយឈឺណាស់ជួយខ្ញុំផងឯងធ្វើបាបប្រពន្ធយើងមិនលើកលែងឲ្យអ្នកណាដែលប៉ុនប៉ងធ្វើអាក្រក់មកលើប្រពន្ធយើងទេខ្ញុំនឹងប្តឹងពួកឯងទាំងពីរនាក់បានធ្វើបាបមកលើខ្ញុំមិនអាចលើកលែងឲ្យបានទេទៅប្តឹងចុះឯងទៅប្តឹងឲ្យលឿនទៅខ្ញុំក៏ចាំមើលដែរថាតើនឹងមានរឿងអ្វីកើតឡើង បងតែប្តឹងប៉ូលីសទេហើយកុំឲ្យវារត់រួចអីសោះ កុំបារម្ភអីអូនបងមិនលើកលែងឲ្យវាទេ មួយសន្ទុះក្រោយមកប៉ូលីសបានមកដល់ហើយក៏បាននាំជនសង្ស័យទៅកាន់មន្ទីរពេទ្យចំណែកឯសុក្រិតត្រូវបាននាំទៅកាន់ប៉ុស្តិ៍ប៉ូលីសដូចគ្នាពីបទប្រើប្រាស់អំពើហិង្សា ប្អូនប្រើអំពើហិង្សាបែបនេះមិនល្អទេណាយើងជាម្ចាស់ផ្ទះពិតមែនតែវាយគេដល់ថ្នាក់សឹងតបែកខួរទៅហើយបើគេស្លាប់យើងរឹតតែពិបាកហើយខ្ញុំមិនអាចហាមចិត្តបានទេនៅពេលដែលខ្ញុំឃើញប្រពន្ធខ្ញុំត្រូវគេធ្វើបាបនៅចំពោះមុខសូម្បីតែលោកប៉ូលីសក៏មិនអាចហាមចិត្តបានដូចគ្នាដែរបើសិនជាអ្នកដទៃមកធ្វើបាបបំពានលើមនុស្សរបស់យើងនោះរឿងហ្នឹងខ្ញុំយល់តែសូមធ្វើចិត្តឲ្យតិចជាងនេះបើជ្រុលដៃសម្រាប់គេគឺយើងជាអ្នកកុនប្អូនត្រូវនៅទីនេះរហូតដល់ព្រឹកស្អែកយើងត្រូវខាត់ប្អូននៅទីនេះសិនហើយយើងនឹងនាំជនសង្ស័យមកធ្វើការសួរចម្លើយនៅថ្ងៃស្អែកដូចគ្នាតែពេលនេះគេកំពុងតែសម្រាកព្យាបាលរបួសបានខ្ញុំយល់តែខ្ញុំមិនរត់ទៅណាទេខ្ញុំធ្វើគ្រប់យ៉ាងដើម្បីទៅការពារប្រពន្ធខ្ញុំតែប៉ុណ្ណោះមានប្រពន្ធហើយគឺត្រូវទៅការពារប្រពន្ធ រំពេចនោះរសាំងបានសួរឡើងលោកប៉ូលីសប្តីខ្ញុំអាចទៅផ្ទះវិញជាមួយខ្ញុំបានទេគាត់មិនបានធ្វើអីខុសទេហេតុអីក៏លោកប៉ូលីសឃុំខ្លួនគាត់តែអ្នកដែលធ្វើខុសបែរជាមិនអីលោកឲ្យខ្ញុំយកប្តីខ្ញុំទៅផ្ទះវិញជាមួយខ្ញុំបានទេ ទាល់តែថ្ងៃស្អែកទៅពួកយើងចាប់ផ្ដើមធ្វើការព្រមទាំងនាំជនសង្ស័យមកដាក់ទោសដូចគ្នាប្តីប្អូនក៏ខុសដែរដែលវាយគេរហូតដល់ហូរឈាមលហាមដល់ថ្នាក់នឹងនោះ តែប្តីខ្ញុំធ្វើបែបនេះដើម្បីការពារខ្ញុំតែប៉ុណ្ណោះគាត់ការពារប្រពន្ធរបស់គាត់ថាខុសដែរមែនទេគ្រាន់តែការពារប្រពន្ធ ប្តីរបស់ប្អូនមិនខុសទេដែលការពារប្រពន្ធនោះតែប្តីប្អូនខុសដែលវាយក្បាលគេហូរឈាមរហាចថ្ងៃស្អែកយើងនឹងដោះស្រាយពីរឿងនេះប្អូនស្រីអាចទៅផ្ទះវិញមុនបានណាចាំស្អែកចាំមកមើលប្តីម្ដងទៀត ខ្ញុំចង់នៅទីនេះជាមួយប្តីខ្ញុំបើប្តីខ្ញុំមិនបានទៅណាទេខ្ញុំក៏មិនទៅដូចគ្នាប្តីខ្ញុំគ្រាន់តែចង់ការពារប្រពន្ធពីមនុស្សអាក្រក់ដែលចង់ធ្វើបាបប្រពន្ធនៅចំពោះមុខប៉ុណ្ណោះអាចទៅថយចំពោះប្តីខ្ញុំពេកហើយ ប្អូនស្រីស្ដាប់ខ្ញុំណាប្តីរបស់ប្អូនស្រីនឹងទទួលបានយុត្តិធម៌កុំបារម្ភអីប្អូនស្រីទៅផ្ទះសម្រាប់ឲ្យបានស្រួលខ្លួនចុះ ខ្ញុំមិនទៅឡើយខ្ញុំនៅទីនេះកំដៅប្តីខ្ញុំ អូនទៅផ្ទះចុះបងនៅទីនេះរងចាំចំណាត់ការដោះស្រាយបងជឿជាក់លើយុត្តិធម៌ចំពោះបងទៅផ្ទះគេងឲ្យស្ងប់ចុះណាអូនណា
ខ្ញុំមិនអាចធ្វើបានឡើយមិនអាចដេកស្រួលតែម្នាក់ឯងនៅលើគ្រែទុកប្តីខ្ញុំចោលនៅទីនេះឲ្យមកខំទេយើងជាប្តីប្រពន្ធបើសិនជាមានសុខយើងនឹងរួមសងតែបើមានទុក្ខយើងក៏ត្រូវទៅរួមទុក្ខដូចគ្នាមិនអាចចោលគ្នាឡើយបើដូច្នេះទៅហើយរកកន្លែងសំរុំសម្រាប់ចុះប្តីប្រពន្ធគេស្រឡាញ់គ្នាស្មោះស្ម័គ្រមែនប្រពន្ធខ្ញុំវិញដឹងតែស្ដីបន្ទោសថែមហើយបាទអរគុណណាស់បាទនាព្រឹកថ្ងៃបន្ទាប់អ្នកដែលជាជនសង្ស័យក៏បាននាំខ្លួនចូលទៅដល់ក្នុងប៉ុស្តិ៍ដោយប៉ូលីសក៏បានសួរចម្លើយទៅកាន់គីតើឯងមានគំនុំអីជាមួយនឹងប្អូនស្រីម្ចាស់ផ្ទះទើបឯងធ្វើដល់ថ្នាក់នេះដាក់គេនាងបានធ្វើអីនាងដឹងខ្លួនឯងហើយមិនចាំបាច់អីខ្ញុំត្រូវបកស្រាយទៀតនោះទេខ្ញុំក៏ចង់ប្តឹងប្តីរបស់នាងដែរវាយក្បាលខ្ញុំហូរឈាមស្រោចកាលប្រយុទ្ធមិញនេះលោកប៉ូលីសទទួលយករឿងនេះផងទៅខ្ញុំសុំប្តឹងខ្លួនឯងធ្វើខុសហើយនៅចង់ប្តឹងប្តីគេវិញទៀតដឹងខ្លួនឬក៏អត់ថាខ្លួនឯងបានធ្វើអីខ្លះប្តីរបស់គេមានសិទ្ធិការពារទៅលើប្រពន្ធគេអញ្ចឹងហើយបើឯងចង់ប្តឹងប្តីគេក៏អាចប្តឹងឯងលើសពីនេះដូចគ្នាដែរលោកត្រូវតែដោះស្រាយរឿងនេះឲ្យខ្ញុំប្រពន្ធរបស់គេបានធ្វើឲ្យខ្ញុំត្រូវមាត់មេនាងប្តឹងមេខ្ញុំតែខ្ញុំលេបខាយនាងគ្រាន់តែនិយាយធម្មតាតើគិតវិញឆ្ងាយតែម្នាក់ឯងខ្ញុំក៏មិនចង់ធ្វើអីទៅលើនាងដែរព្រោះតែហេតុផលនេះទើបបានជាខ្ញុំមានកំហឹងដូច្នេះទៅខ្ញុំក៏ចង់សងសឹកនាងតែម្ដងទៅតែប្តីនាងមិនទាន់ក៏វាយក្បាលខ្ញុំផុងបែកឈាមប្រាវរឿងនេះប្រពន្ធរបស់គេក៏មានកំហុសដែរបើមិនចេះទូលពិតគ្មានរឿងនេះកើតឡើងទេឯងកំពុងតែបន្ទោសលើមនុស្សស្រីដែលត្រូវមនុស្សអសិលធម៌មាក់ងាយទៅលើនាងទាំងដែលនាងនៅផ្ទះរបស់នាងឯងមកដល់ផ្ទះនាងមាក់ងាយលើរូបនាងទាំងដែលនាងមិនបានធ្វើអីផងឯងបាននិយាយជាមួយប្រពន្ធខ្ញុំលេបខែមកលើនាងដោយប្រើពាក្យពេចន៍មិនសមរម្យដូចគ្នាពេលប្រពន្ធខ្ញុំស្វែងរកយុត្តិធម៌ឲ្យខ្លួនឯងនាងបែរជាខុសពេលត្រូវមនុស្សប្រុសដតីមាក់ងាយមកលើនាងដូច្នេះពេលឯងត្រូវមាត់ឯងក៏មកសងសឹកជាមួយនាងហើយខ្ញុំក៏មានសិទ្ធិការពារប្រពន្ធខ្ញុំដែលប្រុសដតីចង់ធ្វើបាបនាងដែរពួកឯងផ្សំគំនិតគ្នាខ្ញុំនឹងសម្លាប់ពួកឯងមិនត្រឹមតែនិយាយឡើយគេថែមទាំងហក់មកវាយតប់លើសុក្រិតទៀតផងប៉ូលីសដែលនៅទីនេះក៏បានចាត់វាយខ្នោះយកគេទៅដាក់ក្នុងគុកភ្លាមពិបាកពិតមែនមនុស្សដែលមានតែកំហឹងពេញខ្លួនដូច្នេះធ្វើខុសហើយមិនចេះទទួលទៀតហើយរឿងនេះក៏ដំណើរការទៅតាមច្បាប់ដែរហើយប្អូនប្រុសអាចនាំប្រពន្ធទៅផ្ទះបានហើយបាទអរគុណហើយបាទដែលបានរកយុត្តិធម៌សម្រាប់ប្រពន្ធខ្ញុំដែលជាមនុស្សស្រីម្នាក់ផងបាទមិនអីទេវាជាតួនាទីរបស់ខ្ញុំតាសុក្រិតនិងប្រពន្ធក៏បានត្រឡប់ទៅផ្ទះវិញលុះពេលមកដល់ផ្ទះប្រពន្ធរបស់គេក៏បានបន្លឺឡើងបងត្រូវលំបាកព្រោះតែខ្ញុំហើយបេះតែមានរឿងធំដូចគ្នាប្រសិនបើមិនមានការជួយសហការពីប៉ូលីសទេនោះវាជាតួនាទីរបស់បងនិងតួនាទីរបស់ប៉ូលីសដូចគ្នាអ្នកដែលមាក់ងាយធ្វើបាបមកលើប្រពន្ធបងមិនខ្លាចក្នុងការប្រឈមមុខដើម្បីទាមទាររកយុត្តិធម៌ឲ្យប្រពន្ធបងនោះទេប្រពន្ធបងគឺជាមនុស្សស្រីដែលត្រូវតែគោរពមិនអាចឲ្យអ្នកដទៃមាក់ងាយបានស្រេចតែក្បាលវ៉ាល់បានទេប្រពន្ធបងជាមនុស្សតែម្នាក់ដែលមើលថែរក្សាបងដូចគ្នាដែរយុត្តិធម៌មានចនិចសម្រាប់ជនរងគ្រោះដូចជាអូនចាប់ពីថ្ងៃនេះតទៅបងនឹងមិនទៅដេកនៅកន្លែងធ្វើការទៀតនោះទេបងនឹងមកផ្ទះពេលដល់ម៉ោងចេញបងមិនចង់នៅឆ្ងាយពីប្រពន្ធទេអ្នកដទៃអាចធ្វើបាបមកលើប្រពន្ធបងបានយ៉ាងងាយបើសិនជាបងមិននៅចាអរគុណបងដែលយល់កុំទុកប្រពន្ធចោលទៀតណាបងមិនទុកប្រពន្ធបងចោលទៀតនោះទេបងនឹងនៅទីនេះដើម្បីការពារប្រពន្ធបងគ្រប់ពេលគ្រប់វេលាចាជនបង្កម្នាក់នោះក៏ត្រូវបានជាប់ទោសរយៈពេលជាច្រើនឆ្នាំដូចគ្នាកំហឹងធ្វើខុសមិនចេះកិនមិនដឹងខុសនៅតែបំពេញលទ្ធផលគឺពិបាកស្រោចស្រង់បែបនេះឯង